ក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញថ្ងៃទី27ខែកញ្ញាឆ្នាំ2025លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេតាជ្រាបថានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោងប្រមាណជាង 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះនៅពេលនេះកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតនិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីនិងកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យបានយ៉ាងម៉ឺងម៉ាត់ដូចគ្នាដែរថ្ងៃទី27ខែកញ្ញាឆ្នាំ2025